Sure បាទ បង សួរអូន ចា បងអរគុណច្រើនមែនទែនដែលបានផ្ដល់កិត្តិយសមកចូលរួមកម្មវិធី Alumni Talk បាទ ហើយដែលក្នុងនាមបងជា Alumni ហើយមកចែកម្លែកជាមួយនឹងសាកលវិទ្យាល័យកម្ពុជាយើងអញ្ចឹងបងសុខសប្បាយ បាទអូនបងសុខសប្បាយ ចាអរគុណបងអញ្ចឹងជាការចាប់ផ្ដើមខ្ញុំសូមបងជួយណែនាំខ្លួនតើតើជាមួយនឹងឈ្មោះអាយុក៏ដូចជាតួនាទីការងារក្នុងពេលបច្ចុប្បន្ននេះផង បាទអរគុណច្រើនជាបឋមខ្ញុំបាទសូមជម្រាបសួរដល់សម្ដេចទ្រង់អាដាមលោកវិទ្យាលោកលោកស្រីនាងកញ្ញាបាទខ្ញុំបាទឈ្មោះភេងពុទ្ធីជាអតីតនិស្សិតនៅសាកលវិទ្យាល័យកម្ពុជាហើយខ្ញុំបានបញ្ចប់ការសិក្សានៅក្នុងបញ្ញាបត្រនៅក្នុងឆ្នាំ2013បាទហើយខ្ញុំបានបន្តការសិក្សាថ្នាក់អនុបណ្ឌិតឬថាថ្នាក់បញ្ញាបត្រជាន់ខ្ពស់ហ្នឹងហើយបានបញ្ចប់ការសិក្សានៅក្នុងឆ្នាំ2020បាទហើយបច្ចុប្បន្ននេះខ្ញុំបម្រើការងារនៅក្នុងវិស័យឯកជនបច្ចុប្បន្នខ្ញុំមានតួនាទីជាទីប្រឹក្សាផ្នែកច្បាប់នៅក្រុមហ៊ុនការិយាល័យក្រុមហ៊ុនមេធាវី TNC Law Firm ហើយនឹងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យមួយចំនួនបាទចាបងបាទគួរចាប់អារម្មណ៍មែនតើចាបងអញ្ចឹងអាចថាត្រឡប់ទៅការបងជានិស្សិតសាកលវិទ្យាល័យកម្ពុជាតើពេលហ្នឹងបងមានការចងចាំអីដែលល្អឬក៏រឿងអីមួយដែលគួរឲ្យចងចាំបងមានទេបងបាទបើមែនទែនទៅការជីវិតជាអ្នកនិស្សិតមករៀនឡើងពីខេត្តមករៀននៅទីក្រុងភ្នំពេញយើងមានទាំងអនុស្សាវរីយ៍យើងមានអនុស្សាវរីយ៍ជាច្រើនបាទមានទាំងសប្បាយផងកំសត់ផងបាទហ្នឹងហើយអញ្ចឹងយើងនិយាយពីសប្បាយចុះចាបងបាទយើងសប្បាយអ្វីដែលសប្បាយរឿងរំភើបគឺយើងបានប្រឡងជាប់អាហារូបករណ៍របស់សម្ដេចអគ្គមហាសេដ្ឋីតេជោ ហ៊ុនសែននៅក្នុងឆ្នាំ2008ហើយខ្ញុំហ៊ាននិយាយថាបើសិនជាខ្ញុំអត់ប្រឡងអាហារូបករណ៍អត់ជាប់ទេពេលនោះគឺខ្ញុំមិនបានចូលរៀនទេនៅពេលដែលខ្ញុំចប់ទី12ហើយណាបាទពីព្រោះជីវភាពគ្រួសារមានភាពខ្វះខាតខ្លាំងបាទអញ្ចឹងជាសំណាងល្អខ្ញុំបានប្រឡងជាប់បាទអាហារូបករណ៍ហើយក៏បានចូលរៀនថ្នាក់បញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាតែម្ដងបាទហើយភាពសប្បាយមួយទៀតនោះគឺយើងអាចបំពេញនៃក្តីបំណងឬយើងអាចធ្វើបាននៃក្តីស្រមៃរបស់យើងដែលយើងចង់រៀនចង់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាបាទក្រៅពីយើងបញ្ចប់ថ្នាក់វិទ្យាល័យណាបាទហើយក្តីដែលរំភើបមួយទៀតនេះគឺពេលដែលបានចូលរៀនគឺយើងជួបជាមួយនឹងមិត្តភ័ក្តិនៅក្នុងសាលាហ្នឹងកាលពីមុនយើង UC យើងសិក្សាអំពីកម្មវិធីសិក្សាតែភាសាអង់គ្លេសសុទ្ធចាបងបាទហើយខ្ញុំនេះជានិស្សិតសិស្សដែលមកពីតាមខេត្តភាសាអង់គ្លេសយើងនៅមានកម្រិតបាទអញ្ចឹងកំសត់នោះគឺដល់វគ្គចូលរៀនគឺមិត្តភ័ក្តិគេចេះច្រើនជាងយើងមិនសូវចេះបាទហើយបានមិត្តភ័ក្តិជួយអញ្ចឹងរំភើបមានមិត្តភ័ក្តិជួយបង្ហាត់បរិញ្ញាបន្ថែមក្រៅពីថ្នាក់រៀនគាត់ជួយយើងបន្ថែមនៅតាមបណ្ណាល័យគាត់ជួយបរិញ្ញាភាសាអង់គ្លេសបន្ថែមដែលធ្វើឲ្យខ្ញុំអាចរៀនតាន់ជាមួយនឹងមិត្តរួមថ្នាក់ផ្សេងៗទៀតបាទចាបងអូយស្ដាប់ទៅខ្ញុំឡើងស្លុងតែម្ដងបាទពីប្រវត្តិការសិក្សារបស់បងអញ្ចឹងខ្ញុំអាចសុំបងរៀបរាប់ខ្លីៗតាក់ទងជាមួយនឹងថាការចាប់ផ្ដើមការងារបងដំបូងនៅពេលដែលក្រោយពេលបងបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យកម្ពុជាបងអរគុណច្រើនមែនទែនទៅពេលដែលបងចូលរៀននៅសាកលវិទ្យាល័យកម្ពុជាហ្នឹងបងមានការងារធ្វើតែម្ដងបាទដោយបងបានសាកលវិទ្យាល័យកម្ពុជាយើងតែម្ដងអនុញ្ញាតឲ្យបងចូលធ្វើការជាបុគ្គលិកផ្នែកសន្តិសុខនៅទីនេះស្រាប់បាទអញ្ចឹងបងមែនទែនទៅបងចូលរៀននៅសាកលវិទ្យាល័យកម្ពុជាយើងផងបងធ្វើការផងនៅផ្នែកសន្តិសុខហ្នឹងរយៈពេល2008ដល់2009បាទហើយដល់ពេល2009ដល់2012បងត្រូវបានថ្នាក់ដឹកនាំលោកឲ្យប្រម៉ូទទៅជាបុគ្គលិកការិយាល័យសិក្សាបាទនៅសាកលវិទ្យាល័យកម្ពុជាយើងនៅដែរបាទដែលឡែកនៅក្នុងឆ្នាំ2012បងបានលាឈប់នៅសាកលវិទ្យាល័យកម្ពុជាយើងក៏ឈានជើងចូលទៅក្នុងវិស័យហិរញ្ញវត្ថុបាទតាំងពី2012រហូតមកដល់បច្ចុប្បន្នបាទអញ្ចឹងការងារក្រោយពីរៀនចប់ហ្នឹងគឺបងនៅតែលើវិស័យហិរញ្ញវត្ថុទេបាទអញ្ចឹងបងវិវត្តខ្លួនតាំងពី2012រហូតមកដល់បច្ចុប្បន្ននេះតាំងពីបុគ្គលិកអិនទានផ្នែកម៉ូតូឡូនអិនទានអាជីវកម្មខ្នាតតូចរហូតដល់ក្លាយទៅជានាយកសាខានៃធនាគារពាណិជ្ជមួយបាទហ្នឹងហើយអ
ចឹងជាអ្វីដែលបងរៀនចប់ហើយបងធ្វើការរហូតដល់បច្ចុប្បន្ន ចាបងអរគុណបងអញ្ចឹងបងធ្វើការតាំងនៅជានិស្សិតនៅ បា សា ទ កលវិទ្យាល័យកម្ នៅ ពុជា ជានិស្សិត ចាបង នៅសាកលវិទ្យាល័យកម្ពុជាយើងតែម្ដង ចាបងអញ្ចឹងខ្ញុំសូមសួរបន្តថាបងគិតថាការងារដែលបងកំពុងតែធ្វើក្នុងពេលបច្ចុប្បន្នហ្នឹងមានតាក់ទងជាមួយនឹងមុខវិជ្ជាដែលបងបានជ្រើសរើសសិក្សាហ្នឹងបានច្រើនកម្រិតណាស់ដែរបង បាទបើតាក់ទងទៅនឹងជំនាញដែលខ្ញុំរៀនសេដ្ឋកិច្ចហើយនឹងការងារដែលខ្ញុំធ្វើគឺនៅក្នុងវិស័យហិរញ្ញវត្ថុ ចា អញ្ចឹងសេដ្ឋកិច្ចវាជាចលករមួយឬក៏ជាលំហូបជាមុខវិជ្ជាមួយដែលលើកស្ទួយនៅក្នុងការធ្វើពាណិជ្ជកម្មហើយជាពិសេសនៅក្នុងវិស័យធនាគារហិរញ្ញវត្ថុនេះគឺជំនាញនេះគឺពិតជាសំខាន់មែនទែនដែលបងក្នុងនាមបងជាបុគ្គលិកផ្នែកលក់ផ្នែកsale ហ្នឹងនៅក្នុងការគ្រប់គ្រងសាខាក៏យើងធ្វើបំពេញការងារជាអ្នកបម្រើសេវាកម្មអតិថិជន ចាបង អញ្ចឹងយើងមានទាំងផ្ដល់ប្រាក់កម្ចីហើយនឹងផ្ដល់អន្តរានអញ្ចឹងការពិភាក្សានៅលើឱកាសចំណេញឱកាសធ្វើអាជីវកម្មជាមួយនឹងអតិថិជនហ្នឹងជារឿងចាំបាច់ហើយដែលបងធ្វើរាល់ថ្ងៃជាពិសេសការស្វែងយល់អំពីលំហូរនៃសេដ្ឋកិច្ច ចា បាទពីសុខុមាលភាពនៃសេដ្ឋកិច្ចទាំងក្នុងតំបន់ក្នុងប្រទេសហើយនឹងដូចជាសកលលោកដែរតែសុខុមាលភាពនៃសេដ្ឋកិច្ចនីមួយៗសេដ្ឋកិច្ចពីស្ថានភាពមួយទៅស្ថានភាពមួយហ្នឹងពីប្រទេសមួយទៅប្រទេសមួយហ្នឹងវាមានសារៈសំខាន់យ៉ាងណាហើយយើងឲ្យជាយោបល់យើងពិគ្រោះប្រឹក្សាយោបល់ជាមួយនឹងអតិថិជនរបស់យើងដែលគាត់យើងជួបពិភាក្សាមួយគាត់ហ្នឹងដើម្បីស្វែងរកឱកាសនៃការវិនិយោគថ្មីៗក៏ដូចជាស្វែងរកឱកាសនៃការទទួលបាននៃការបណ្ដាក់ទុនថ្មីដើម្បីស្វែងរកផលចំណេញអតិថិជនដែរ ចា ចឹងហើយបងនិយាយថានៅក្នុងវិស័យជំនាញសេដ្ឋកិច្ចដែលបងរៀននេះហើយនឹងការងារដែលបងកំពុងធ្វើបច្ចុប្បន្នគឺវាត្រូវគ្នាតែម្ដងបាទវាត្រូវនឹងជំនាញដែលយើងរៀនហើយនឹងយើងអនុវត្តការងារ ចាពាក់ព័ន្ធគ្នាច្រើនតែម្ដង ពាក់ព័ន្ធគ្នាតែម្ដងបាទ ចាបងអញ្ចឹងជាចុងក្រោយខ្ញុំចង់សូមឲ្យបងចែកម្លែកគន្លឹះខ្លីៗទៅដល់ទៅកាន់សិស្សនិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យកម្ពុជាក៏ដូចជាសិស្សដែលគាត់ត្រៀមខ្លួននឹងចូលមករៀននៅសាកលវិទ្យាល័យកម្ពុជាទៀតបង បាទអរគុណច្រើនសំណួរនេះល្អហើយសំខាន់មែនទែនជាអ្វីដែលខ្ញុំចង់ចែករំលែកអំពីបទពិសោធន៍ដែលខ្លួនឯងធ្លាប់ឆ្លងកាត់ ចាបង រៀនសូត្រទោះបីយ៉ាងណាក៏ដោយក៏បច្ចុប្បន្ននេះក៏បងនៅតែបន្តការសិក្សាដែរមិនទាន់បានបញ្ចប់ទេយើងនៅបងនៅបន្តហើយសិក្សាយកជំនាញផ្នែកច្បាប់មួយទៀតបាទបងប្អូនដែលមានបំណងនៃការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាជាពិសេសថ្នាក់មហាវិទ្យាល័យហ្នឹងទី1ជាបទពិសោធន៍របស់បងណាបងចង់ឲ្យបងប្អូនសួរខ្លួនឯងសិនថាស្រឡាញ់អីជាងគេចូលចិត្តអីជាងគេហ្នឹងទី1ទី2យើងត្រូវដឹងថាទៅរកឲ្យឃើញថាជំនាញពីធម្មជាតិរបស់យើងនៅក្នុងខ្លួនរបស់យើងនេះយើងមានជំនាញផ្នែកអីបាទយើងស្រឡាញ់អីហើយយើងធ្លាប់ធ្វើអីបានជោគជ័យដែលពីកន្លងមកអញ្ចឹងយើងគួរតែសម្រួចទៅរកអ្វីដែលជាទេពកោសល្យរបស់យើងគេហៅថា unique talent ហ្នឹងណា ចាបង បាទទី2មុននឹងធ្វើការសម្រេចចិត្តនៃការសិក្សាអីមួយបងអូនគួរតែពីបងណាបងអូនគួរតែរករៀនច្បងឬក៏មិត្តភ័ក្តិឬក៏អ្នកដែលធ្លាប់ឆ្លងកាត់មុនទៅពិភាក្សាយោបល់មួយគាត់ដើម្បីឲ្យគាត់ជួយតម្រង់ទិសថាមុខវិជ្ជាដែលរៀនហ្នឹងពេលដែលរៀនចប់ហ្នឹងត្រូវទៅធ្វើអីបើជាក់ស្ដែងទៅឆ្លងកាត់បងជានិស្សិតផងហើយក៏ជាសាស្ត្រាចារ្យបរិញ្ញាបត្រនៅតាមសាកលវិទ្យាល័យមួយចំនួនលោកគ្រូបងតែងតែសួរទៅពួកគាត់ថាបងរើសជំនាញដែលកំពុងរៀនហ្នឹងខ្លួនឯងពេញចិត្តអត់មានបងខ្លះគាត់ថារៀនតាមម៉ាក់ឲ្យរៀន ចា ប៉ាឲ្យរៀនមុខវិជ្ជាហ្នឹងតែខ្លួនឯងអត់ស្រឡាញ់មុខវិជ្ជាហ្នឹងឯង ចា អញ្ចឹងបើកាលណាគាត់លើកចឹងមកមានន័យថាការចំណាយពេលរបស់គាត់ឬក៏ការរៀនរបស់គាត់នឹងអត់ត្រូវនឹងអ្វីដែលគាត់ចង់បានទេអញ្ចឹងតែគួរតែគាត់រករៀនច្បងណាមួយដែលគាត់ស្គាល់ឬក៏មិត្តភ័ក្តិឬបងប្អូនរបស់គាត់ក៏មានអ្នករៀននៅថ្នាក់ឧត្តមសិក្សាដែរហើយគាត់ថាឥឡូវបើចង់រៀនច្បាប់ឬក៏ចង់រៀនសេដ្ឋកិច្ចពេលរៀនចប់ទៅធ្វើអីបាទអ្នកខ្លះក៏អត់ដឹងថាពេលរៀនចប់ទៅអត់ដឹងធ្វើអីបាទអត់មានអ្នកចង្អុលបង្ហាញណា ចា ហ្នឹងអាហ្នឹងពួកគាត់ត្រូវតែគិតកន្លែងហ្នឹងមួយទៀតពីការលើកទឹកចិត្តរបស់បងពេលរៀនបងអូនគួរតែរៀនតែមួយមុខជំនាញដែលខ្លួនស្រឡាញ់ជាងគេបានហើយបាទរៀនមួយមហាវិទ្យាល័យទៅបានហើយសល់ពេលហ្នឹងបងអូនទៅរៀនមុខវិជ្ជាអមមានន័យថាដូចជាភាសា
បាទឥឡូវនេះភាសាអង់គ្លេសជាភាសាយានដែលយើងត្រូវប្រើបាទយើងទី2ភាសាដែលបន្ទាប់ផ្សំដូចចិនដូចជប៉ុនដូចកូរ៉េអីហ្នឹងលើវិស័យដែលយើងនឹងចង់ប្រឡូកទៅឧបមាថាឥឡូវបើយើងចង់ចូលក្នុងវិស័យធនាគារភាគច្រើននៅធនាគារនៅក្នុងស្រុកខ្មែរយើងគឺមានអ្នកវិនិយោគពីជនជាតិកូរ៉េច្រើនអញ្ចឹងបើសិនជាគាត់ចេះភាសាកូរ៉េគាត់អាចប្រើភាសាកូរ៉េក្នុងការទំនាក់ទំនងនៅពេលដែលគាត់ចូលទៅធ្វើការនៅក្នុងស្ថាប័នធនាគារដែលមានអ្នកវិនិយោគជាជនជាតិកូរ៉េហ្នឹងអញ្ចឹងវាធ្វើឲ្យគាត់ងាយស្រួលហើយនឹងអាចទទួលបានប្រាក់បៀវត្សខ្ពស់នៅពេលដែលគាត់ចេះភាសាបាទទី2នៅក្នុងស្ថាប័នមួយគេតម្រូវឲ្យយើងចេះភាសាក្នុងការទំនាក់ទំនងអតិថិជនដូចជាភាសាអង់គ្លេសឲ្យស្ទាត់ជំនាញភាសាចិនក៏បានដែលគាត់អាចប្រើប្រាស់បានអាចទំនាក់ទំនងរកអតិថិជនឬក៏ភាសាអតិថិជនបានឬក៏ភាសាណាមួយដែលបងអូនស្រឡាញ់បាទអញ្ចឹងពីបងគឺលើកទឹកចិត្តបែបហ្នឹងវិញមិនចង់ឲ្យបងអូនរៀន2ឬ3មហាវិទ្យាល័យក្នុងពេលតែមួយទេព្រោះវាអត់មានពេលស្រាវជ្រាវអត់មានពេលអានសៀវភៅហើយក៏យើងអត់ខ្លួនឯងនឹងមិនទាន់ដឹងថាខ្លួនឯងនឹងធ្វើអីឲ្យពិតប្រាកដដែរបាទព្រោះវាជំនាញ2ឬ3ក្នុងពេលតែមួយដល់ពេលចប់ទៅមិនដឹងថាទៅចាប់មួយណាពិតប្រាកដដែរនោះបងអូនអាចចំណាយពេល4ឆ្នាំហ្នឹងទៅជាអត់សូវបានផលទៅវិញបាទពីបងមានប៉ុណ្ណឹងចាបងអរគុណច្រើនដែលបងបានចំណាយពេលវេលាមកចែកម្លែកជាមួយនឹងសាកលវិទ្យាល័យកម្ពុជាយើងអរគុណចាជាចុងក្រោយសូមអរគុណទស្សនិកជនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់